ពុកចង់ឲ្យកូនរៀបការជាមួយកូនប្រុសមិត្តភក្តិពុករចនាឮហើយមានការតក់ស្លុតណាស់ហើយនិយាយមិនបានទេពុកកូនមិនអាចរៀបការជាមួយមនុស្សដែលកូនមិនស្រឡាញ់បានទេពុកព្រោះកូនមានអ្នកដែលកូនស្រឡាញ់ហើយកូនសេងចាប់ពីថ្ងៃនេះទៅយើងលែងបានជួបគ្នាទៀតហើយកឹមសេងសួរហេតុអីទៅអូនតើពុករបស់អូនគាត់ខឹងមែនទេពេលដែលអូនមកជួបបងរចនានិយាយមិនមែនទេកឹមសេងនិយាយមិនមែនចឹងមកពីបងក្រមែនទេរចនានិយាយមិនមែនទេមិនមែនចឹងទេកឹមសេងនិយាយបើមិនមែនតើមកពីរឿងអីអូននិយាយមករចនាបានត្រឡប់ទៅផ្ទះវិញពេលដល់ផ្ទះនាយឆាតសួរតើអូនទៅតែមកពីណារចនាបានបងមកពីធ្វើការវិញមិនឃើញអូននៅផ្ទះរចនានិយាយបងមកពីធ្វើការឬមកពីផ្ទះប្រពន្ធថ្មីរបស់បងនាយឆាតនិយាយបើអូនដឹងចឹងល្អហើយកុំឲ្យបងពិបាកប្រាប់មែនបងមកពីផ្ទះប្រពន្ធថ្មីបងហើយបងទៅណាជារឿងរបស់បងអូនគ្មានសិទ្ធិមកហាមឃាត់បងទេរឿងអូនប្រែប្រុសប្រាក់មានគ្រួសារដង្ខៅមួយជាអ្នករកស៊ីទិនគោក្របីធំជាងគេនៅក្នុងភូមិហើយគាត់ជាបុរសពោះម៉ាយនិងមានកូនស្រីមួយឈ្មោះរចនាថ្ងៃមួយឪពុករបស់រចនាបានប្រាប់រចនាថារចនាពុកមានរឿងមួយចង់ប្រាប់កូនរចនានិយាយតើរឿងអ្វីទៅពុកឆ្លើយពុកចង់ឲ្យកូនរៀបការជាមួយកូនប្រុសមិត្តភក្តិពុករចនាឮហើយមានការតក់ស្លុតណាស់ហើយនិយាយមិនបានទេពុកកូនមិនអាចរៀបការជាមួយមនុស្សដែលកូនមិនស្រឡាញ់បានទេពុកព្រោះកូនមានអ្នកដែលកូនស្រឡាញ់ហើយកូនធ្វើតាមពុកច្រើនហើយតែនេះជាអនាគតរបស់កូនកូនមិនអាចធ្វើតាមពុកបានទៀតទេពុកនិយាយមិនបានទេកូនត្រូវតែរៀបការជាមួយគេកូនដឹងហើយថាមុខចំនួនគ្រួសារយើងពេលនេះកំពុងតែខ្សែធនហើយណាមួយពុកចម្ពាក់បំណុលគេច្រើនណាស់បើកូនមិនរៀបការទេនោះគេនឹងមកលឹបអូសយកផ្ទះយើងហើយរចនានិយាយមកពីពុកតែម្នាក់គត់ព្រោះតែពុកញៀនលបែងទើបពុកចម្ពាក់គេពុកនិយាយឲ្យពុកសំទោសកូនពុកដឹងខុសហើយសូមកូនជួយពុកម្ដងទៅកូនរចនាយំព្រឹកឡើងរចនានិងគឹមសេងបានណាត់ជួបគ្នារួចនិយាយគឹមសេងនិយាយរចនាអូនណាត់បងមកជួបតើអូនមានរឿងអ្វីរចនាយំរួចនិយាយគឹមសេងចាប់ពីថ្ងៃនេះទៅយើងលែងបានជួបគ្នាទៀតហើយគឹមសេងសួរហេតុអីទៅអូនតើពុករបស់អូនគាត់ខឹងមែនទេពេលដែលអូនមកជួបបងរចនានិយាយមិនមែនទេគឹមសេងនិយាយមិនមែនចឹងមកពីបងក្រមែនទេរចនានិយាយមិនមែនទេមិនមែនចឹងទេគឹមសេងនិយាយបើមិនមែនតើមកពីរឿងអីអូននិយាយមករចនានិយាយគឺពុករបស់អូនឲ្យអូនរៀបការជាមួយកូនប្រុសមិត្តភក្តិគាត់គឹមសេងនិយាយពុទ្ធរចនាតើឲ្យបងគិតយ៉ាងណាបងមិនអាចអត់អូនបានទេបងស្រឡាញ់អូនតើអូនបានយល់ព្រមជាមួយគាត់ហើយឬនៅរចនាឆ្លើយអូនបានយល់ព្រមជាមួយគាត់ហើយបងគឹមសេងនិយាយមិនពិតទេរចនាមិនអាចទេរចនានិយាយគឹមសេងរឿងយើងចប់គ្នាត្រឹមនេះចុះបើទៅជាជាតិនេះយើងគ្មានវាសនាបានគ្នាជាប្តីប្រពន្ធទេអូនសូមជូនពរបងឲ្យជួបមនុស្សដែលល្អជាងអូននិងរស់នៅដោយមានក្តីសុខចុះបន្ទាប់ពីពួកគេបាននិយាយគ្នារួចហើយគឹមសេងមានការសោកស្ដាយយ៉ាងខ្លាំងដោយសារគេស្រឡាញ់រចនាលើសពីជីវិតរបស់គេនៅផ្ទះគឹមសេងម្ដាយគឹមសេងនិយាយគឹមសេងកូនម្ដាយកូនកាត់ចិត្តទៅគេបានជួបគូរបស់គេហើយកូនឈប់ពិបាកចិត្តទៀតទៅកូនគឹមសេងនិយាយម៉ែឲ្យកូនសំទោស
កូននឹកនាងណាស់ម៉ែម្ដាយគឹមសេងនិយាយម៉ែដឹងណាស់កូនតែធ្វើម៉េចបើយើងគ្មាននិស្ស័យនឹងគ្នាកូនដោះលែងគេទៅគេបានជួបអ្នកបែកជាគូរបស់គេហើយនៅប្រទេសនាយឆើតរចនានិងនាយឆើតនិយាយរចនានេះជាផ្ទះរបស់យើងហើយអូននៅផ្ទះបងត្រូវចេញទៅរកស៊ីអូនត្រូវមើលថែរៀបចំផ្ទះសម្បែងឲ្យបានស្អាតផងព្រោះបងចូលចិត្តកន្លែងស្អាតរចនាឆ្លើយចាបងអូនដឹងហើយពេលប្រាប់រួចនាយឆាតបានចេញទៅភ្លាមនៅផ្ទះគឹមសេងម៉ែកូនចង់ទៅរកការងារធ្វើនៅតាមខេត្តហើយម៉ែនៅផ្ទះត្រូវចេះមើលថែរក្សាខ្លួនផងម្ដាយគឹមសេងនិយាយតែកូនទៅរកការងារអីកូនបើកូនមិនស្គាល់អ្នកណាផងនៅទីនោះគឹមសេងនិយាយមិនអីទេម៉ែតែបន្តិចកូននឹងស្គាល់គេហើយព្រោះកូនចង់រកលុយមកធ្វើផ្ទះឲ្យម៉ែកូនមិនឲ្យម៉ែលំបាកទេគឹមសេងនិយាយរួចក៏ចេញទៅម្ដាយរបស់គឹមសេងមើលពីក្រោយដោយក្តីអាណិតអាសូរកូនប្រុសនៅផ្ទះដង្ខៅរចនាបានឮថាប្តីរបស់នាងលួចលាក់មានស្រីថ្មីពេលនោះនាងមានការឈឺចាប់ក៏ត្រឡប់ផ្ទះឪពុករបស់នាងពុកនិយាយរចនាថ្ងៃនេះកូនមានរឿងអីបានជាមកដល់ផ្ទះពុកហើយពុកឮថាប្តីរបស់កូនមានប្រពន្ធថ្មីមែនទេកូនរចនានិយាយចាពុកថ្ងៃនេះកូនមកផ្ទះយើងដោយសារតែរឿងនឹងហើយពុកកូននឹងមិនចង់ជួបមុខគេទៀតទេពុកនិយាយមិនបានទេកូនត្រូវត្រឡប់ទៅផ្ទះកូនវិញបើកូនត្រឡប់មកបែបនេះនោះគេគិតថាកូនបានរត់ចេញពីផ្ទះហើយរចនានិយាយចាពុកកូនដឹងហើយតែស្អែកកូននឹងទៅវិញហើយបន្ទាប់ពីពុកបានប្រាប់រួចហើយលុះស្អែកឡើងរចនាបានត្រឡប់ទៅផ្ទះវិញពេលដល់ផ្ទះនាយឆាតសួរតើអូនទៅតែមកពីណារចនាបានបងមកពីធ្វើការវិញមិនឃើញអូននៅផ្ទះរចនានិយាយបងមកពីធ្វើការឬមកពីផ្ទះប្រពន្ធថ្មីរបស់បងនាយឆាតនិយាយបើអូនដឹងចឹងល្អហើយកុំឲ្យបងពិបាកប្រាប់មែនបងមកពីផ្ទះប្រពន្ធថ្មីបងហើយបងទៅណាជារឿងរបស់បងអូនគ្មានសិទ្ធិមកហាមឃាត់បងទេរចនានិយាយមួយមាត់ណាប្រពន្ធមួយមាត់ណាប្រពន្ធចោះខ្ងំមិនមែនជាប្រពន្ធបងទេហើយនាយឆើតមែនអូនជាប្រពន្ធតែបងជាមនុស្សប្រុសហើយមានប្រាក់បងចង់យកប្រពន្ធប៉ុន្មានក៏បានដែរទៅឆាប់ចេញទៅបន្ទាប់ពីឆ្លោះប្រកែកគ្នាហើយស្អែកឡើងនាយឆាតបានយកប្រពន្ធថ្មីរបស់គេមករស់នៅជាមួយគ្នាពេលនោះប្រពន្ធថ្មីមកដល់នាយឆាតនេះអូនផ្ទះយើងអូនចង់ធ្វើអ្វីក៏បានដែរក្នុងផ្ទះនេះរំពេកនោះរចនាបានមកដល់ហើយនិយាយនេះប្រពន្ធថ្មីបងពេលនោះនាងកាលីធ្វើមុខដូចចង់ស៊ីសាច់ប្រពន្ធដើមចឹងទៅដោយនាងមានសំអាងថាប្តីរបស់ខ្លួនកំពុងបែកស្រឡាញ់ខ្លួនខ្លាំងក៏ប្ររចនាឲ្យទៅប្រមូលខោអាវរបស់ខ្លួនយកមកទុកពេលនោះនាងខឹងរចនាខ្លាំងណាស់វាយនាងកាលីមួយដៃរួចហើយក៏រត់ទៅបាត់នាយឆាតនិយាយនាងរចនានេះប្រហើនណាស់មិនអីទេអូនចាំបងចាត់ការនាងឲ្យមិនយូរប៉ុន្មានគឹមសេងបានរកប្រាក់យកមកធ្វើផ្ទះឲ្យម្ដាយរបស់ខ្លួនដោយបំណងគឹមសេងនិយាយម៉ែនេះជាផ្ទះថ្មីរបស់យើងហើយកូនសន្យាថាកូនមិនធ្វើឲ្យម៉ែលំបាកទៀតទេម្ដាយគឹមសេងនិយាយចាកូនម៉ែអរគុណកូនណាស់ពួកគេទាំងពីរនៅដោយក្តីសុខនៅផ្ទះនាយឆាតនិងប្រពន្ធថ្មីរបស់គេកំពុងហូបបាយរចនាលើកម្ហូបមកហើយក៏ទៀងជើងដួលធ្វើឲ្យប្រឡាក់អាវនាងកាលីរំពេកនោះនាងកាលីក៏ស្រែកខ្លាំងថានាងឡប់យ៉ាងម៉េចដើរឈួតឲ្យប្រឡាក់អាវយើងចឹងតើនាងឯងមានចេតនាមែនទេខ្ញុំមិនព្រមទេបងឆាប់ចាត់ការនាងនេះទៅពេលនោះនាយឆាតខឹងរចនាណាស់ក៏និយាយថារចនាបើនាងមិនពេញចិត្តនាងចេញទៅ
នាងចង់ទៅណាក៏ទៅចាប់ពីថ្ងៃនេះទៅយើងមិនមែនជាប្តីប្រពន្ធនឹងគ្នាទៀតទេឆាប់ចេញទៅពេលនោះនាងកាលីញញឹមបិទមាត់មិនជិតចំណែករចនាវិញមានការឈឺឆាប់បំផុតពេលឮសម្ដីបែបនេះចេញពីមាត់ប្តីខ្លួនពេលនោះនាងក៏ដើរចេញទៅទាំងឈឺចាប់ចំណែកនាងកាលីវិញពេលឃើញនាយឆាតស្ដីបន្ទោឲ្យរចនានាងមានការសប្បាយចិត្តយ៉ាងខ្លាំងរចនាត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវទៅផ្ទះដងខៅពុកនិយាយរចនាតើកូនមានរឿងអីហេតុអីមានបង្វិចអីច្រើនម្លេះរចនានិយាយចាពុកកូនត្រឡប់មករស់នៅជាមួយពុកវឹងហើយកូនបានលែងឆ្លាស់ជាមួយបងឆាតឲ្យពុកនិយាយពុទ្ធោកូនស្រីពុកកូនពិបាកហើយពុកសំទោសកូនរចនានិយាយចាពុកកូនសូមរស់នៅជាមួយពុកផងពុកនិយាយមិនអីទេកូនបន្ទាប់ពីរចនាបានមករស់នៅជាមួយឪពុកវិញហើយអាជីវកម្មឪពុករបស់នាងក៏ខ្សែធនពេលនោះពួកគេបានដាំបន្លែផ្សេងគ្រាន់នឹងចិញ្ចឹមជីវិតថ្ងៃមួយរចនានៅចំការឪលឹកកំពុងតែបេឪលឹកគឹមសេងមកដល់ហើយឃើញរចនាពេលនោះគឹមសេងនិយាយរចនាតើអូនកំពុងធ្វើអ្វីរចនានិយាយបងសេងតើបងមកពីណាគឹមសេងនិយាយបងមករកអូនបងឮថាអូនបានបែកបាក់ពីស្វាមីអូនហើយមែនទេរចនានិយាយចាបងតែខ្ញុំសូមបងកុំរំលឹករឿងនេះទៀតអីបានទេគឹមសេងបានអូនបងសំទោសពេលនោះគឹមសេងដឹងថារចនានិងឪពុករបស់នាងមានការលំបាករឿងប្រាក់ហើយឃើញមានឪលឹកទៀតគឹមសេងគិតថានឹងជួយទិញទាំងអស់ពេលនោះរចនាមានការខ្មាស់អៀនហើយនិយាយតើបងទិញយកធ្វើអីច្រើនម្លេះពេលនេះគឹមសេងនិយាយបងទិញយកទៅចែកក្មេងៗក្នុងភូមិតើអូនលក់ឬយ៉ាងណារចនានិយាយលក់ទៅបងពេលនោះពួកគេប្រមូលផ្លែឪលឹកដាក់លើរទេះហើយបរយកមកចែកក្មេងៗនិងមនុស្សចាស់ក្នុងភូមិពេលនោះពួកគេទាំងពីរក៏មានភាពស្និទ្ធស្នាលមកវិញ